Ba, trong không ngày đi lái con trong dạy việc xong tôi thì cam ba là nó cũng con thằng ó chia sẻ ca đại con nơi comment con object con tayแต่อาจถ้าเครื่องให้ไปคล้ายใหญ่สำหรับmình phải vô cho mỗi ba tha ba mày có tăng tay mỗi nhom mày có ba sẽ lạnh phổ gì nhom mày có ấy còn nhom khóc là hồn thấy thấy bộ lắm chứ không sao bên tay lại bên đấy nhom vô lại mẹ chăng ấy chồng mẹ ba mỗi con thằng bay nhá vậy ta ba sẽ lạnh smile cái này còn ta phổ có nơi comment chỉ dương chân biết cho nơi khác bên thời chơi vô con hay chi nhiều ngài non có bật hai chân con sống tốt ba ai câu chẳng thà miền nào để mình miền cầm hộp tiền chìm số nhưng trong chúa rồi ná chìm trà chi cắm hang vẹn ta vì ọp tỉnh ní cứ chỉ ba bao nhom hay ngày ní hội dương ban màu thơ podcast muối đại trong lật pi ảnh sao ví ở viếng nhóm thằng ba nhóm ba con đang tham mày dạ khỏi ní con là vô trần chẳng ta ba cái tham miền đường ấy cả bị comment đại ba trong trăm mình play pi con មានគឺរឿងដ៏សំខាន់មួយគឺប៉ាជូនកូនចូលរៀនសាលាមត្តេយ្យជាលើកដំបូងពេលនោះកូនអត់ចង់ចូលសាលារៀនទេពេលនោះប៉ាបានទិញតុក្កតាមួយឲ្យកូនរួចលួងកូនរួចជូនកូនចូលក្នុងសាលាមត្តេយ្យនៅពេលដែលកូនដើរចូលទៅប៉ានៅលោកមើលព្រោះទោះបីតែអ្នកគ្រូមត្តេយ្យបាននាំកូនទៅចូលក្នុងថ្នាក់ក៏ដោយក៏ប៉ាមិនទាន់ដាច់ចិត្តចាកចេញពីសាលាមត្តេយ្យដែរនៅទៅពេលកូនចូលទៅរៀនអ្នកគ្រូក៏នាំកូនចូលទៅក្នុងថ្នាក់នៅពេលកូនចូលផុតទើបប៉ាដាច់ចិត្តចាកចេញពីសាលាមត្តេយ្យហើយវិលត្រឡប់មកផ្ទះវិញ ba chẳng tăng bị tôi đo thông mà đo là ta miên hưởng ấy là con thời ba dung là sao con này តាំងពីតូចដល់ធំកូនមិនដែលធ្វើឲ្យប៉ាស្រាប់ភ្នែកឡើយប៉ុន្តែនៅថ្ងៃដែលកូនរៀបការគឺជាថ្ងៃដែលប៉ាសប្បាយចិត្តរំភើបចិត្តរហូតដល់រលឹករលងថ្ងៃគឺជាថ្ងៃរីករាយបំផុតក្នុងជីវិតរបស់ប៉ា tăng bị tôi đo thông ta ba đại miên cái đây sớm mày ấy lơ cô này đại kha ba trong cơn con ai thua vi ban ពិតជាមានគ្រប់ឪពុកទាំងអស់តែងតែមានបំណងប្រាថ្នាហើយបំណងប្រាថ្នានោះគឺនៅពេលដែលកូនបានបញ្ចប់ការសិក្សា កូនមានអាជីពមួយដែលសង្គមទទួលស្គាល់កូនមានក្រុមគ្រួសារ កូនមានបត្រាបត្រី នោះគឺជាអ្វីដែលប៉ាចង់ឃើញជាទីបំផុតហើយតទៅមុខទៀតប៉ាសង្ឃឹមថាឆាកជីវិតកូននឹងបោះជំនាញទៅមុខទៅរកជោគជ័យដែលជាសេចក្តីបងប្រាថ្នារបស់ប៉ា ta bên na là ba cái thà ba miên mô tả phiệp trong phố con chừng kỳ មោទនភាពរបស់កូនចំពោះប៉ាមានច្រើនចំណុចណាស់ប៉ាអាចលើកឡើងនៅមោទនភាពដូចជានៅពេលដែលកូនបញ្ចប់ការសិក្សាកូនឡើងទទួលសញ្ញាបត្រនោះគឺជាមោទនភាពរបស់ប៉ានៅពេលដែលកូនបានចូលរួមរៀបការជាមួយនឹងមនុស្សដែលកូនស្រឡាញ់នោះគឺជាសេចក្តីរំភើបចិត្តរបស់ប៉ានៅពេលដែលកូនអាចផ្ដល់កំណើតដល់ចៅរបស់ប៉ាពីរនាក់ជាទីស្រឡាញ់នោះក៏កាន់តែជាមោទនភាពរបស់ប៉ាហើយប៉ាសង្ឃឹមថាមោទនភាពនឹងមានតទៅទៀតហើយប៉ានឹងរងចាំទទួលយកមោទនភាពពីកូនស្រីជាទីស្រឡាញ់របស់ប៉ា hai trăm con bảo cho năm bảo con trai xong 4 cho năm ơi ta hướng ní cứ chỉ cam bật ấp bà គឺជារឿងពិតមានន័យថារាល់មេដាបេដាទាំងអស់តែងតែគិតដល់កូនជាទីស្រឡាញ់មានន័យថាខ្លួនកវ័យកាន់តែចាស់កូនកាន់តែធំប៉ុន្តែក្នុងបេះដូងប៉ាម៉ាក់កូននៅតែតូចប៉ាដឹងថាតាំងពីតូចដល់ធំប៉ាចិញ្ចឹមកូនដោយមានវិន័យដ៏តឹងរ៉ឹងហើយនៅពេលខ្លះប៉ាបានដាច់ចិត្តវាកូនដើម្បីព្រៀនបដៅតើកូនមានដែលខឹងនឹងប៉ាទេរាល់ការព្រៀនបដៅរបស់ប៉ាចំពោះកូន vậy cam bật tới cai nhung nơi bị khmé nhung ở con miên của xa con ấy nhung thọ luôn khăn này rồi nhung kết thả hai tay ba tấn tay mà tay nó bên để nhung thông nhung bên con ấy nhung vô ông đang
ខ្ញុំដឹងថាប៉ាចង់ឲ្យខ្ញុំល្អអាចថានៅពេលដែលខ្ញុំចង់ទៅណាជាមួយមិត្តភ័ក្តិខ្ញុំអីចឹងទៅធម្មតាប៉ាក៏បារម្ភដែរតែយើងក្មេងណាយើងចេះតែចង់ទៅដើរលេងជាមួយមិត្តភ័ក្តិអញ្ចឹងគាត់ឲ្យទៅនិយាយទៅខ្ញុំទៅណាត្រូវមានប្អូនប្រុសទី2ខ្ញុំទៅជាមួយរហូតអញ្ចឹងខ្ញុំមានអារម្មណ៍ថាមិនក៏គេទៅបានយើងទៅអត់បានតែពេលហ្នឹងយើងអត់យល់ទេតែនៅពេលបច្ចុប្បន្នដែលខ្ញុំមានកូនស្រីដែរmàខ្ញុំយល់ថាការបារម្ភរបស់គាត់ចំពោះខ្ញុំគឺដូចអ្វីដែលខ្ញុំបារម្ភកូនខ្ញុំបច្ចុប្បន្នហ្នឹងអញ្ចឹងជាធម្មតារវាងឪពុកនិងកូនស្រីការនិយាយស្ដីមិនសូវចិត្តស្និទ្ធដូចកូនស្រីជាមួយម្ដាយទេតែប៉ាដឹងថាកូនមានពាក្យចង់និយាយប្រាប់ប៉ាតែកូនហាក់ដូចជាមានសេចក្តីអៀនខ្មាស់ហើយថ្ងៃនេះប៉ាគិតថាប៉ានឹងអាចឮពាក្យនោះដល់តបត្រជារបស់ប៉ាមាននិយាយទៅក្នុងឱកាសដូចបននៃក្តីស្រឡាញ់អីឬក៏បនម្ដាយអីខ្ញុំតែងតែ message ទៅម៉ាក់ថាម៉ាក់វិទ្យាថ្ងៃនៃក្តីស្រឡាញ់កូនស្រឡាញ់ម៉ាក់វិទ្យាថ្ងៃនៃក្តីស្រឡាញ់បងម្ដាយកូនស្រឡាញ់ម៉ាក់តែខ្ញុំអត់ដែរហ៊ានសុំបីតែផ្ញើសារហ្នឹងទៅប៉ាក៏ខ្ញុំអត់ដែរដោយសារដូចប៉ានិយាយចឹងវាលក្ខណៈថាវាខ្ញុំអត់សូវចិត្តស្និទ្ធមួយប៉ាប៉ុន្តែក្នុងថ្ងៃនេះខ្ញុំមានឱកាសនិយាយពាក្យវាជាពាក្យពិតមកតែខ្ញុំចង់ប្រាប់ប៉ាថាកូនស្រឡាញ់ប៉ាហើយសូម្បីតែអបប៉ាក៏ខ្ញុំអត់ដែរដោយសារអាចគិតថាកូនស្រីជាមួយប៉ាវាលក្ខណៈមានកម្រិតគ្នាខ្លះចឹងថ្ងៃនេះកូនចង់ប្រាប់ប៉ាថាកូនស្រឡាញ់ប៉ាសម្រាប់ខ្ញុំពេលខ្លះក៏ខ្ញុំទទួលបានអារម្មណ៍ថាប៉ាស្រឡាញ់ប្អូនជាងយកចិត្តទុកដាក់ប្អូនជាងតែក្រោយមកដែលខ្ញុំមានអូនយុទ្ធមួយទៀតខ្ញុំយល់អារម្មណ៍ប៉ាកាន់តែខ្លាំងថាបងប្អូនប៉ាចង់ឲ្យចេះស្រឡាញ់គ្នាចេះយោគយល់គ្នាជាពិសេសក្នុងនាមយើងជាបងទោះបីថាប្អូនគាត់ខុសមិនគាត់ធ្វើអីមិនត្រូវគាត់ហឹងមិនក៏យើងជាបងយើងត្រូវតែចេះអត់ឱននៅគាត់អញ្ចឹងហើយខ្ញុំអារម្មណ៍មួយហ្នឹងខ្ញុំលែងមានសម្រាប់ខ្ញុំហ្មងអ្វីដែលខ្ញុំអាចជួយប្អូនបានខ្ញុំនឹងព្យាយាមជួយគាត់អ្វីដែលខ្ញុំអាចណែនាំគាត់បានខ្ញុំនឹងព្យាយាមណែនាំគាត់ដោយសារខ្ញុំយល់ពីអារម្មណ៍ប៉ាបារម្ភពួកខ្ញុំស្មើគ្នាម៉ែតាមពិតប៉ានិងកូនគឺថាបានប្រស័យតាក់ទងគ្នាក្នុងនាមជាឪពុកនិងកូនរួចប្រាបានឆ្លត់ធ្វើអំពើជាច្រើនដែលជាគេហៅថាព្រមហេតុធម៌របស់ឪពុកចំពោះកូនហើយកូននៅចងចាំទេតើអាចមានជាអំពើមួយណាដែលធ្វើឲ្យកូនចងចាំមិនភ្លេចនៅក្នុងចិត្តរបស់កូនមានប៉ានិយាយទៅមានច្រើនសំបីតារឿងសាមញ្ញខ្ញុំអាចនិយាយថាសំបីរឿងរាល់ថ្ងៃហ្នឹងដូចប៉ាឃើញខ្ញុំផឹកឡើងមុនមកធ្វើការខ្ញុំឆុងកាហ្វេញ៉ាំអញ្ចឹងខ្ញុំអត់ចេះញ៉ាំកាហ្វេក៏ដែរខ្ញុំញ៉ាំទឹកកកគឺឲ្យតែមានប៉ាទឹកកកអត់ដែរអត់មានហ្មងគឺមាន full រាល់ថ្ងៃមានពេញរាល់ថ្ងៃតែពេលដែលប៉ាទៅដើរលេងមួយម៉ាក់នៅក្រៅវិញគឺខ្ញុំត្រូវកាច់ទឹកកកនឹងខ្លួនឯងអញ្ចឹងទង្វើនេះវាជាទង្វើតូចមួយតែពេលខ្លះប៉ាប្រហែលគិតថាខ្ញុំចាប់អារម្មណ៍តែសម្រាប់ខ្ញុំវាបានដិតនៅក្នុងអារម្មណ៍ខ្ញុំដែលខ្ញុំដឹងថាប៉ាពិតជាបារម្ភពីខ្ញុំសំបីឡានអញ្ចឹងខ្ញុំរវល់រាល់ថ្ងៃខ្ញុំអត់ដែរមានពេលយកទៅលាងទេប៉ុន្តែឲ្យតែប៉ាឃើញវាប្រឡាក់អីប៉ាសុខចិត្តជួយលាងឡានឲ្យខ្ញុំទៀតនិយាយទៅមានរឿងជាច្រើនសំបីតាអាជីវកម្មមួយនេះក្តីពិតមែនតែខ្ញុំបានកាន់វាជាង10ឆ្នាំហើយតែខ្ញុំក៏មិនទាន់បានបង្ហាញថាផ្លែផ្កាវាឲ្យវាចម្រើននេះក៏វាទទួលបានប្រាក់ចំណូលដល់ច្រើនលើសលប់អីដែរតែយ៉ាងណាខ្ញុំដឹងប៉ានៅពីក្រោយខ្នងខ្ញុំតែតែមើលមកខ្ញុំថាកូនមិនហើយទៅរួចអត់ជួបអីពិបាកអត់ត្រូវការប៉ាជួយអត់ដូចពេលខ្លះខ្ញុំបាននិយាយមួយប៉ាអញ្ចឹងប៉ាសួរថាពេលមានរឿងអីកុំភ្លេចប៉ាប្រាប់ប៉ាមកគឺអស់ស្រ័យមួយគ្នាប៉ុន្តែក្នុងនាមខ្ញុំជាកូនហើយខ្ញុំមកដល់កន្លែងនេះហើយខ្ញុំតែងតែបង្ហាញតែភាពរឹងមាំឲ្យប៉ាឃើញដោយសារខ្ញុំអត់ចង់ថាអូយប៉ាជួយឡើងច្រើនដែរហើយមកដល់ពេលនេះហើយនៅតែត្រូវឲ្យប៉ាបារម្ភពីខ្ញុំទៀតទេព្រោះយើងមានប្អូនយើងនៅខ្ញុំនៅមានប្អូនបើមួយទៀតតែគាត់រៀនអត់ទាន់ចប់ទេអញ្ចឹងខ្ញុំចង់ឲ្យប៉ាហើយម៉ាក់បារម្ភតែគាត់ទៅបានហើយពួកគាត់ត្រូវការប៉ាច្រើនជាងខ្ញុំអាចយល់ថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើអញ្ចឹងហើយឧបសគ្គមួយចំនួនខ្ញុំអាចព្យាយាមឆ្លងកាត់ដោយខ្លួនឯងបានបាច់ចាំបាច់ពឹងប៉ាម៉ាក់
tiền đây chắc là vậy đây nhung trăng ấy đó ấy pha má nhung nâng vậy ở vậy đây ta ở pha má sờ bài chất kinh lụa xua ở vậy đây chụp bánh ha nhung anh đó bán nhung nâng chi yếm đó tại luôn anh ta ở bờ lực lên thành nhung tay lên hụi mán bên nắng mà nhung trăng họ chụp người bị pa ta bỏ sân chỉ ọt thế nhung ọt trăng ấy pa bà làm bị nhung tia thì តាមពិតកន្លងមកហ្នឹងដូចជាកូនបាននិយាយចឹងសេចក្តីបារម្ភរបស់ប៉ាហើយនឹងម៉ាក់និយាយជារួមនិយាយដោយឡែកគឺប៉ាគឺនៅតែបារម្ភចំពោះដំណើរជីវិតរបស់កូនអ្វីពិតតែឥឡូវកូនធំហើយមានន័យថាកូនអាចដោះស្លាបហើចេញបានប៉ុន្តែទឹកចិត្តឪពុកនៅតែតាមមើលនៅតែយកថ្ងៃបាំងមើលថាកូនធ្វើដំណើរទៅមុខដោយសុខសុវត្ថិភាពដោយសេចក្តីសុខចម្រើនប៉ាមានគោលការណ៍មួយមានន័យថាសេចក្តីលំបាកតែប៉ាជួបប្រទះប៉ាប្រកាសក្នុងចិត្តថាប៉ាស៊ូបានប៉ុន្តែប៉ាមិនអាចស៊ូឃើញកូនលំបាកវេទនាទេដូច្នេះអ្វីដែលប៉ាចង់ឃើញគឺសេចក្តីសុខចម្រើនសុភមង្គលរបស់កូនឪពុកម្ដាយទាំងអស់នៅលើលោកនេះរួមទាំងខ្ញុំនិងភរិយាផងតែងតែប៉ងប្រាថ្នាចង់ឲ្យបុត្រធីតារបស់ខ្លួនរួមរស់ជាមួយក្រុមគ្រួសារកូនចៅដោយសេចក្តីសុខចម្រើននិងសុភមង្គលបើកូនធ្វើបានដូច្នេះគឺជាអំណោយដ៏ថ្លៃថ្លាមួយជូនចំពោះមាតាបិតារបស់កូនហើយមាតាបិតាចង់បានតែសេចក្តីសុខសេចក្តីចម្រើននិងសុភមង្គលរបស់កូនទេហើយក៏គ្មានអំណោយណាដែលថ្លៃថ្លាជាងកូនបង្ហាញថាជីវិតរបស់កូនបានរស់ដោយសេចក្តីសុខនិងសុភមង្គលដែរសូម្បីតែប្រកាសក៏មិនមានតម្លៃស្មើនឹងសេចក្តីសុខសុភមង្គលរបស់កូនដែលបានបង្ហាញជូនមាតាបិតាឲ្យបានឃើញនៅពេលដែលលោកនៅសម្លឹងឃើញផ្ទាល់ភ្នែករបស់លោកដែរ ជាចុងក្រោយខ្ញុំមានពាក្យពេចន៍ខ្លះសម្រាប់ចែកម្លែកទៅអ្នកទាំងអស់គ្នាដែលពីមុនខ្ញុំត្រឹមតែជាកូនមួយឯងដែលយើងគិតថាជាកូនគេយើងចង់ចេះចង់ចោះឲ្យពេលខ្លះយើងបន្ទោសប៉ាម៉ាក់ថាអូយប៉ាម៉ាក់ខ្ញុំមិនក៏បាក់ម៉ែមិនក៏គាត់អត់ដូចគេអត់ដូចទេតែការពិតគាត់ផ្ដល់ក្តីស្រឡាញ់យើងដូចឪពុកម្ដាយទូទៅអញ្ចឹងដោយគាត់បារម្ភពីយើងយកចិត្តទុកដាក់គាត់ចង់ឲ្យយើងមានអនាគតដែលពេលដែលខ្លះគាត់គាត់ឃើញយើងធ្វើអ្វីមួយមិនល្អក៏អ្វីមួយដែលវានាំឲ្យយើងទៅរកផ្លូវមួយផ្លូវខុសគឺគាត់តែងតែព្យាយាមណែនាំក៏ដូចជាចង្អុលបង្ហាញផ្លូវណាដែលជាផ្លូវត្រឹមត្រូវឬក៏ជាផ្លូវមួយដែលកាត់បន្ថយបញ្ហាកាត់បន្ថយគ្រោះថ្នាក់សម្រាប់យើងតែយើងជាកូនយើងអត់យល់យើងចេះតែខឹងគាត់ហើយយើងអត់សប្បាយចិត្តមួយគាត់តែនៅពេលដែលខ្ញុំខ្លាចជាម្ដាយគេវិញទៅខ្ញុំយល់អារម្មណ៍អស់ហ្នឹងថានៅពេលដែលយើងមានកូនណាក្តីបារម្ភរបស់យើងទៅលើគាត់ច្រើនណាទាំងសុខភាពផ្លូវកាយផ្លូវចិត្តគាត់ការសិក្សាអីគឺយើងគិតទាំងអស់នៅពេលនោះហើយទៅខ្ញុំយល់អារម្មណ៍របស់ប៉ាម៉ាក់ខ្ញុំកាន់តែច្បាស់ទៀតថាហេតុអីពីទូចឡើយគាត់តែងតែចិញ្ចឹមខ្ញុំដោយមានវិន័យហើយដោយតឹងតែងអាចនិយាយថាគាត់តឹងតែងសម្រាប់ខ្ញុំទាំងការរៀនសូត្រហើយនឹងការចាយវាអីមួយចំនួនពិតមែនថាគាត់មិនមានបានអីដូចអ្នកដទៃប៉ុន្តែការចាយវាអីក៏គាត់បានផ្ដល់នៅចំណេះដឹងដែលថាអូកូនលុយពិបាករកអញ្ចឹងការចាយក៏យើងត្រូវចេះគិតថាអ្វីដែលយើងគួរចាយអ្វីដែលយើងមិនគួរចាយហើយពាក្យមួយដែលខ្ញុំចាំពីគាត់ដែរគាត់ថាយើងមិនមែនក្រដោយសារការចាយទេគឺយើងក្រដោយសារតែយើងចាយធំជាងចំណូលរបស់យើងអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាជាពិសេសកូនដែលបានមើលវីដេអូនេះហើយអាចនឹងយកចិត្តឪពុកម្ដាយយកមកដាក់ក្នុងចិត្តខ្លួនឯងហើយព្យាយាមធ្វើអ្វីដែលអាចថាឲ្យគាត់សប្បាយចិត្តហើយយល់ពីបំណងរបស់គាត់ឲ្យកាន់តែច្រើនចាសូមអរគុណប៉ាអញ្ចឹងក្នុងថ្ងៃនេះដែរកូនចង់និយាយពាក្យសុំទោសទៅកាន់ប៉ានៅកំហុសខុសឆ្គងទាំងអស់ជាពិសេសការដែលកូននៅក្មេងកូនអត់ចេះគិតកូនតែងតែអាចថាខឹងហើយពេលខ្លះនិយាយសម្ដីមិនពិរោះជាមួយប៉ាថាប៉ាមិនក៏តឹងតែមួយខ្ញុំម៉េះ
មិនក៏ប៉ាស្រឡាញ់ប្អូនជាងខ្ញុំមិនក៏អីក៏ខ្ញុំខុសរហូតតែប្អូនអត់ចេះខុសសោះប៉ុន្តែឥឡូវពេលនេះខ្ញុំយល់ហើយថាមិនមែនចឹងទេសម្រាប់ប៉ាមួយកូនទាំង3នាក់និយាយទៅប៉ាស្រឡាញ់ស្មើគ្នាគ្រាន់តែប្អូនគាត់នៅក្មេងជាងយើងអញ្ចឹងមានចំណុចខ្លះយើងត្រូវចេះយោគយល់គាត់ឲ្យព្យាយាមណែនាំគាត់បន្ថែមអញ្ចឹងកូនសុំតប៉ាអីកូនចាំថាគ្មានអ្នកណាដែលមិនមានកំហុសទេទឹកចិត្តឪពុកគឺធំទូលាយដូចជាមហាសមុទ្រគ្មានកំហុសណាដែលឪពុកមិនអាចលើកលែងបានទេអរគុណប៉ាក្នុងថ្ងៃទិវាកូនឪពុកអន្តរជាតិនេះកូនក៏មានកាដូពិសេសជូនប៉ាដែលជាវ៉ែនតាសម្រាប់ប៉ាកូនដឹងថាភ្នែកប៉ាកាន់តែចាស់ប៉ុន្តែចិត្តប៉ាអត់ចាស់ទេដោយសារប៉ានៅតែចង់សម្លឹងមើលកូនថាកូនដើរដល់ណាអីកូនមានបញ្ហាអីអត់កូនត្រូវការប៉ាជួយអត់ហើយប៉ាក៏ចង់ឃើញថាកូនជោគជ័យនៅថ្ងៃដែលកូនជោគជ័យក៏កូនចង់ឲ្យប៉ាមើលឃើញភាពជោគជ័យរបស់កូនដែរប៉ាសង្ឃឹមថាអ្វីដែលកូនបាននិយាយប្រាប់ប៉ានឹងคล้ายទៅជាការពិតហើយកូននឹងទទួលបានជោគជ័យនៅក្នុងជីវិតរបស់កូនចាប៉ាដៃនេះប៉ាធ្លាប់កម្មនឹងដឹកដៃកូនកាលកូននៅតូចប៉ុន្តែឥឡូវកូនធំហើយបន្តិចទៀតប៉ាក៏កាន់តែចាស់ហើយប៉ាជឿជាក់ដ៏មុតមមថាដៃរបស់កូននឹងកាន់ដៃប៉ាធ្វើដំណើរតទៅមុខទៀតរហូតដល់អនាគតមួយដែលកូននឹងរុងរឿងថ្លៃថ្លាប្រចះតចង់